ไม่ดังน้อมันตบระบอบญี่ปุ่นอาจจะสตรีดำบงหรืออาจจะเนี่ยได้มีไว้ขึ้นจึงเกประเทศญี่ปุ่นกำลังสถานในครั้งดำนาการในการบอชนอตโดยบ้านบรรจบจมตีมวยรุดหมกหายในการปิดง่ายซ้ายดำใบเจอเริ่มไม่ดักนอมทำไมในครั้งโอกาสนี้ไอ้หนึ่งน้อมหมกเนยนิยรอดมันไตรสตรีดำบงหรือไอเจไม่ดักนอมได้มีไว้ขึ้นจึงเกในครั้งประวัติศาสตร์ระบอบประเทศญี่ปุ่นไม่ดักนอมคณะปะประเจียธปไตยเสรีตำโนหนึ่งคลายตะเชียนิยรอดมันไตรบรรทบโดยซาไตคณะปะนี้จีกรมทมจึงเกในครั้งสัพเพียบาตุใบจีคณะปะประเจียธปไตยเสรีบานบัดบองสมเลพิจารณ์กรณีนิยรอดมันไตรซีชิรุอีสีบ้าได้กำปองจดเจนปีดำนายแต่ก็จนช่วงมุกมีจำนวนปรามรูปได้ครั้งนู้มีการจับอารมณ์คลั่งบ่มพดมีจำนวนใบรูปเกิดหลักไสสานาตาไก่ชิมีอายุ64ឆ្នាំជាអ្នកជាតិនិយមនិងជាសម្ព័ន្ធមិត្តរបស់អតីតនាយករដ្ឋមន្ត្រីស៊ីសូអាបេដែលបានឃោសនាលើវេទិកាសេដ្ឋកិច្ចដែលរីករាលដាលធំបំផុតលោកស្រីបានសន្យាថានឹងពង្រីកទំហំសេដ្ឋកិច្ចទ្វេដងនៅក្នុងរយៈពេលមួយទសវត្សរ៍តាមរយៈការចំណាយរបស់រដ្ឋាភិបាលលើបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធនិងសន្តិសុខសេដ្ឋកិច្ចលោកស្រីក៏បានលើកឡើងពីលទ្ធភាពនៃការចរចាឡើងវិញនៅកិច្ចព្រមព្រៀងវិនិយោគជាមួយនឹងប្រធានាធិបតីដូណាល់ត្រាំផងដែរលោកស៊ីនជីរ៉ូកូសូមីមានអាយុ44ឆ្នាំជារដ្ឋមន្ត្រីក្រសួងកសិកម្មនិងជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីជូនីជីរ៉ូកូសូមីលោកត្រូវបានគេមើលឃើញថាជាគូប្រជែងកម្រិតមធ្យមដែលបានសន្យានឹងកាត់បន្ថយពន្ធដើម្បីជួយគ្រួសារទប់ទល់ទៅនឹងការឡើងថ្លៃដើមរស់នៅលោកយូស៊ីហាសាហាយ៉ាស៊ីមានអាយុ64ឆ្នាំជាលេខាធិការគណៈរដ្ឋមន្ត្រីបច្ចុប្បន្នត្រូវបានចាត់ទុកជាបេក្ខជនប្រកួតប្រជែងដ៏សំខាន់មួយរូបផងដែរអ្នកឈ្នះការបោះឆ្នោតនឹងទទួលតំណែងបន្តពីគណៈបកប្រជាធិបតេយ្យសេរីដែលកំពុងមានវិបត្តិនិងប្រឈមទៅនឹងសេដ្ឋកិច្ចធ្លាក់ចុះការមិនពេញចិត្តរបស់សាធារណជនជាពិសេសយុវជនកំពុងជំរុញអ្នកបោះឆ្នោតទៅរកគណៈបកប្រឆាំងយោងតាមការស្ទង់មតិលោកកូស៊ូមីនាំមុខគេក្នុងចំណោមសមាជិកសភាគណៈបកប្រជាធិបតេយ្យសេរីទទួលបានចំនួន295សម្លេងនៃការបោះឆ្នោតលោកស្រីតាកៃឈីគឺជាអ្នកនាំមុខគេនៅក្នុងចំណោមសមាជិកគណៈបកមូលដ្ឋានដែលមានចំនួនសម្លេងស្មើគ្នានៅក្នុងជុំទី1ប្រសិនបើការបោះឆ្នោតឈានទៅដល់ជុំទី2តរយៈភាពនៃសម្លេងអាចនឹងមានការផ្លាស់ប្ដូរសាស្ត្រាចារ្យ James Brown បានលើកឡើងថាមេដឹកនាំថ្មីប្រឈមនឹងកិច្ចការដ៏លំបាកនៅក្នុងការធ្វើឲ្យគណៈបកមានភាពរស់រវើកឡើងវិញនិងភ្ជាប់ទំនាក់ទំនងជាមួយអ្នកបោះឆ្នោតដែលគេមើលឃើញថាគណៈបកនេះលែងមានទំនាក់ទំនងជាមួយពួកគេទៀតហើយគូបញ្ជាក់ដែរថាការបោះឆ្នោតមេដឹកនាំគណៈបកប្រជាធិបតេយ្យសេរីរបស់ប្រទេសជប៉ុនមានសក្តានុពលនាំមកនូវនាយករដ្ឋមន្ត្រីស្ត្រីដំបូងឬអាចជាមេដឹកនាំវ័យក្មេងបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន